បាទសួស្តីបងប្អូនបាទទាំងអស់គ្នាបាទប្រហែលថ្ងៃនេះបងប្អូនណាបាទគឺខ្ញុំជាប់បាទដែលជួបវិជាកសិករទាំងអស់ដែលគាត់បានធ្វើស្វ័យយន្ទីក៏ដូចជាទៅជួយដល់បច្ចេកទេសបងប្អូនកសិករយើងដើម្បីឲ្យពួកគាត់ទទួលបានទិន្នផលកាន់តែច្រើនជាការប៉ັດណាស់បងប្អូនណានៅក្នុងតំបន់ខ្ញុំនេះគឺបងប្អូនកសិករគឺគាត់ធ្វើទៅតាមយថាកម្មអញ្ចឹងបាទបងប្អូនខ្លះទៅរហូតដល់5ហាត់6ហាត់អីបាន2 3តោននេះបាទដោយសារអីគឺគាត់គេហៅថាធ្វើតាមយថាកម្មបាទបានបណ្ណាយកប៉ុណ្ណឹងអញ្ចឹងរយៈពេល2ឆ្នាំមកនេះដែលខ្ញុំធ្វើការជាមួយពួកគាត់ប៉ុន្តែខ្ញុំមិនដែលធ្វើវីដេអូជូននេះបាទដោយសារតែពេលខ្លះគឺខ្ញុំត្រូវឲ្យគាត់រៀបចំចំការគាត់ឲ្យបានស្អាតហើយក៏ខ្ញុំបានបញ្យល់ពីបច្ចេកទេសនៃការប្រើប្រាស់ជីថ្នាំមួយចំនួនបើទោះបីជាខ្ញុំមិនមែនជាអ្នកលក់ជីថ្នាំបាទខ្ញុំគ្រាន់តែធ្វើការងារបម្រើសង្គមតាមរយៈការជួយកសិករដោយស្ម័គ្រចិត្តក៏ប៉ុន្តែខ្ញុំបានប្រឹក្សាយោបល់គាត់អស់ពីលទ្ធភាពបើគាត់ហៅពេលណាគឺខ្ញុំមកជួបគាត់ពេលហ្នឹងខ្ញុំតែងតែបញ្យល់គាត់បរៀនគាត់បាទដើម្បីឲ្យគាត់ទទួលបានទិន្នផលចន្ទីច្រើនជាស្រ័យដោយចំការខ្ញុំនេះគឺចំការបើយើងនិយាយទៅគឺចំការសឹងតែបោះចោលទៅហើយបាទវាគ្មានផ្លែគ្មានទិន្នផលអីច្រើនទេបើ8ហាត់អីបានតែ2តោននេះណា2តោន3តោនទេប៉ុន្តែនៅពេលដែលខ្ញុំកាន់ធ្វើជាការនេះរយៈពេល2ឆ្នាំបាទគឺបងប្អូនកសិករជាច្រើនគាត់ចេះតែមកមើលចំការខ្ញុំដោយឃើញខ្ញុំធ្វើបានស្អាតស្អាតបាទបើយើងនិយាយទៅដីយើងនេះអត់ណាបាទដីប៉ែកខាងកំពង់ស្ពឺជាប់កពតតកែវហ្នឹងបងប្អូនណាបើមានតំបន់ខ្លះដីល្អទៅតំបន់ខ្លះដីអន់តែតំបន់ដីខ្ញុំនេះគឺរៀងអន់បន្តិចបងប្អូនណាប៉ុន្តែដល់ពេលខ្ញុំមានបច្ចេកទេសខ្លះនៅក្នុងការធ្វើកសិកម្មនឹងដែរគឺខ្ញុំព្យាយាមកែដើមទាំងអស់នោះឲ្យវាមកបាទផ្លែផ្កាដូចខ្ញុំបានបាទនៅខាងក្រៅខ្ញុំអញ្ចឹងបងប្អូនណាហើយចឹងហើយបានជាខ្ញុំបើកសិករគាត់ទុកចិត្តបាទពេលខ្លះគាត់ត្រូវធ្វើម៉េចត្រូវបាញ់ថ្នាំត្រូវអីគាត់ឲ្យខ្ញុំទៅពិនិត្យការគាត់ហើយនឹងឲ្យខ្ញុំនឹងទៅសេឈ្មោះថ្នាំឲ្យគាត់បើពេទ្យគេហៅថាចេញដណងបាទអញ្ចឹងខ្ញុំតែងតែជួយពួកគាត់ទាំងអស់ឥឡូវជាការគាត់ប្រមាណហ្នឹងគឺឆ្នាំនេះវាពឹងផ្អែកពីកត្តាផងបងប្អូនណាមិនថាបច្ចេកទេសសុទ្ធសាធទេគឺអាស្រ័យទៅលើអាកាសធាតុរៀងអំណោយផលអញ្ចឹងអាកាសធាតុអំណោយផលផងហើយបូកផ្សំជាមួយនឹងគាត់ប្រើតាមបច្ចេកទេសអីផងបើចការខ្លះបាទដែលប្រុងថាចោលអីហើយបាទគាត់បានផលមកវិញបាទហើយចឹងនេះជាការងារមួយដែលយើងសប្បាយចិត្តធ្វើជាមួយនឹងកសិករហើយមិនចង់បានផលប្រយោជន៍អីពីគាត់វិញទេបងប្អូនណាបាទធ្វើតាណាទៅចាក់សាំងខ្លួនឯងបាទបាយទឹកខ្លួនឯងអីខ្លួនឯងទេបាទប៉ុន្តែយើងសប្បាយចិត្តនៅពេលពួកគាត់បានផលច្រើនបាទហើយចំពោះទីផ្សារតម្លៃអីហ្នឹងគឺខ្ញុំមិនចាំបាច់តែលក់ឲ្យខ្ញុំទេទោះបីជាខ្ញុំជាអ្នកកែច្នៃស្វាយចន្ទីពិតមែនប៉ុន្តែខ្ញុំបានប្រាប់ថាខាងណាថ្លៃលក់ឲ្យទៅខាងហ្នឹងសិនទៅបាទប៉ុនចុងក្រោយពេលដែលចុងដៃនេះខ្ញុំដឹងថាថោក1គីឡូ2000ជាងខ្ញុំតែងតែឲ្យពួកគាត់ហាលតុកឬក្របតុកឲ្យខ្ញុំអាហ្នឹងគឺខ្ញុំឲ្យតម្លៃថ្លៃពីព្រោះថាចន្ទីនៅពេលដែលតម្លៃថ្លៃគឺវាខាតបង់តម្លៃហ្នឹងហើយបងប្អូនអញ្ចឹងនៅពេលដែលថ្លៃខ្ញុំឲ្យគាត់លក់ឲ្យគេចុះនៅពេលដែលស្វាយចន្ទីចុះថោកបាទធ្លាក់ថោក1គីឡូ3000 2000បាទខ្ញុំទិញគាត់4000ឬក៏4000ជាងហ្នឹងទៅចុងដៃអញ្ចឹងបងប្អូនតែយើងបរៀនគាត់ពីរបៀបរើសគ្រាប់ដើម្បីឲ្យយើងយកទៅធ្វើហ្នឹងក៏បានផលចំណេញដែរមិនតែយើងយកទៅអត់ចំណេញយើងចេះយកអត់ទេបាទគឺយើងត្រូវតែបង្រៀនគាត់ថាគ្រាប់បែបណាទៅយើងទទួលយកបានបាទអញ្ចឹងវាជាកសិករយើងតតែចេះជួយគ្នាបាទមានអ្វីដែលយើងត្រូវអាប់ដេតយើងអាប់ដេតជួយគ្នាទៅវិញទៅមកបាទហើយការងារដែលខ្ញុំធ្វើប្រហែលជាមួយពួកគាត់នៅខាងខេត្តកពតនេះឬក៏តកែវអីហ្នឹងគឺជាការងារស្ម័គ្រចិត្តអត់មែនជាការងារអីបានផលប្រយោជន៍ពីពួកគាត់ទេបាទសូម្បីតែថ្នាំសូម្បីតែអីហ្នឹងគឺអត់ទេមានតែជួយសំចៃពួកគាត់ដើម្បីកុំឲ្យពួកគាត់ហ្នឹងប្រើប្រាស់ទៅខុសបច្ចេកទេសអស់លុយហើយអត់បានទិន្នផលបាទនេះវាជារឿងដែលយើងធ្វើការងារលក្ខណៈខាងកសិកម្មបងប្អូនណាបាទបងប្អូនធ្វើខាងកសិកម្មទៅយល់អារម្មណ៍មួយហ្នឹងបងប្អូនបាទជាទូទៅយើងចំណាយលុយដើម្បីប្រើប្រាស់ជីថ្នាំបាទអីហ្នឹងគឺចង់បានផលក៏ប៉ុន្តែដល់ពេលយើងបាញ់ទៅមិនបានផល
នឹងយើងខាតមួយជើងបាញ់មិនមែនអស់តិចមើលទេបងប្អូនបាទមួយធុង7 80000 60000នៅថ្លៃអ្នកខ្លះក៏ជួលគេជួលអីចឹងទៅមួយធុង4 50000ទៀតអាហ្នឹងយើងឃើញបាញ់10ធុងទៅក៏ឃើញអស់ច្រើនលានដែរបងប្អូនបាទមួយលានជាងអីចឹងទៅមួយលានជាងហើយចឹងករណីដែលយើងត្រូវបាញ់យើងត្រូវជួយសំចៃធ្វើម៉េចទៅតាមអាកាសធាតុពេលវេលាបាទហើយជាមួយនឹងយើងមើលស្ថានភាពនៃចន្ទទីជាក់ស្ដែងបាទហើយនឹងឲ្យចាំមើលតិចទៀតខ្ញុំនឹងទៅជួបកសិករអីផ្សេងដើម្បីធ្វើសភាគាត់ម្ដងនៅពេលដែលគាត់ឃើញលទ្ធផលដែលគាត់ធ្វើចន្ទទីបានណាចាំមើលខ្ញុំនឹងសួរគាត់តើគាត់មានអារម្មណ៍បែបម៉េចប៉ុន្តែខ្ញុំមិនសូវបានចេញវីដេអូទេបងប្អូនណាបាទដោយសារតែពេលខ្លះយើងអៀនជាមួយនឹងកាមេរ៉ាបាទអៀនជាមួយកាមេរ៉ាផងអញ្ចឹងបានជាអត់សូវចេញវីដេអូប្រហែលទេបាទឥឡូវនេះគឺប្រឹងនិយាយមកធ្វើការដើម្បីសហគមន៍ដើម្បីសង្គមជាតិយើងដើម្បីឲ្យសង្គមជាតិរីកចម្រើនតើយើងចែករំលែកជាមួយនឹងចំណេះដឹងបទពិសោធន៍របស់យើងអាហ្នឹងទៅកសិករយើងរីកចម្រើនហើយប្រទេសជាតិយើងក៏រីកចម្រើនតាមនឹងបាទតាមរយៈដែលយើងជួយចែករំលែកគំនិតទៅវិញទៅមកបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនណាក៏សូមអរគុណច្រើនបាទសូមជម្រាបលា